ពីមុនខ្ញុំបើកឡានមុនស៊ីប្រេងហើយវាអាសាខូចចិត្តឡានពុយសូនេះល្អបងនិយាយរួមកម្លាំងវាខ្លាំងដឹកអីអេមបងអេមពុយសូប្រើកូនជ្រូកធម្មតាខ្ញុំធ្លាប់ប្រើប៊ិចភ្លើងអញ្ចឹងបងដល់ពេលវាចាស់ទៅវាធ្វើទុកវាអត់ល្អបងបាទខ្ញុំឈ្មោះតុបវណ្ណរិទ្ធបងខ្ញុំគឺជាតកងឡាននៅរោងចក្រផលិតទឹកស៊ីអ៊ីវផេងលីបងបាទខ្ញុំជាតកងឡានរយៈពេលប្រហែលជា10ឆ្នាំដែរបងពីមុនមកបើកឡានការ៉េបង1តោនកន្លះមួយរយៈមុនគាត់យកមកមួយដែរប្រហែលជាមួយឆ្នាំហើយបងនេះគាត់ទៅកំងមកក្រោយទៀតបានទៅប្រហែលជាមួយខែជាងពីមុនខ្ញុំបើកឡានមុនស៊ីប្រេងហើយវាអាសាខូចចិត្តហើយដល់ពេលឡានពុយសូនេះតាំងពីទិញមកអត់ដែលមានបញ្ហាទេបងឡានពុយសូនេះចង់និយាយថាពេលខ្ញុំចាក់ប្រេងម្ដងអញ្ចឹងបើសិនជាខ្ញុំរត់ក្នុងភ្នំពេញរយៈពេលបាន3ថ្ងៃទៅ4ថ្ងៃបងក្នុង40លីត្រអីហ្នឹងបងពីមុនមកខ្ញុំអត់ដែលស្គាល់ទេបងទៅមកស្គាល់រយៈពេលក្រោយនេះទេបងពេលខ្ញុំទៅដាក់អីវ៉ាន់ដាក់អីខ្ញុំបើកកាត់ទៅខ្ញុំឃើញក្រុមហ៊ុនរបស់គាត់នៅព្រៃលៀបអញ្ចឹងបងឃើញវាល្អហើយណាមួយវាបោះជប៉ុនទៀតបងហេតុផលដែលខ្ញុំជ្រើសរើសរថយន្តពុយសូគឺវាប្រើកូនជ្រូកធម្មតាវាល្អជាងរថយន្តផ្សេងទៀតបងដោយសារខ្ញុំធ្លាប់ប្រើប៊ិចភ្លើងអញ្ចឹងបងពេលខ្លះវាល្អពេលថ្មីទេបងដល់ពេលវាចាស់ទៅវាធ្វើទុកវាអត់ល្អបងអញ្ចឹងបានខ្ញុំជ្រើសរើសយករថយន្តពុយសូបងនិយាយរួមខ្ញុំនឹងប្រាប់គាត់ឲ្យទៅជួយទិញឡានពុយសូនេះបងព្រោះថាវាល្អបង